បងប្អូនរួមជាតិនិងមិត្តទាំងឡាយជាទីគោរពថ្ងៃនេះខ្ញុំបានមកដល់ស្ដូបអនុស្សាវរណៈព្រះដេចប្រគុណអាចារ្យសឿងខានព្រះអង្គបានលះបង់មួយជីវិតខ្លួនដើម្បីជាតិនិងសាសនាស្ដូបអនុស្សាវរណៈនេះស្ថិតនៅឃុំឡាយវ៉ាទីរួមខេត្តវិញជ័រខេត្តស្រុកត្រាំងនៅក្នុងស្ដូបនេះមានសិលាចាឆាយាល័ក្ខណ៍របស់ព្រះអង្គនិងមានចរិតអក្សរថាព្រះសង្ឃស្នេហាជាតិព្រះដេចប្រគុណអាចារ្យសឿងខានជនជាតិខ្មែរប្រសូតឆ្នាំ1933ជាព្រះចៅអធិការវត្តព្រៃចបឃុំឡាយវ៉ាស្រុកវិញជ័រខេត្តស្រុកត្រាំងព្រះអង្គព្រមទាំងប្រសង់និងជនរួមជាតិខ្មែរបានតស៊ូជាបន្តបន្ទាប់ធ្វើឲ្យបរាជ័យនៅកលល្បិចចាប់ទាហានកំណើនទ័ពសង្កត់សង្កិនសម្លាប់យ៉ាងព្រីផ្សៃនៅប្រជាជនស្លូតត្រង់របស់ចក្រពត្តិអាមេរិកនិងរដ្ឋាភិបាលអាយ៉ងវៀងយ៉ាងធីវសម្ដៅទប់ស្កាត់បំបត្តិចលនាតស៊ូរបស់ព្រះសង្ឃនិងជនរួមជាតិខ្មែរពួកវាខិតខំទិញទឹកចិត្តលបួងបញ្ឆោតព្រះអង្គប៉ុន្តែមិនបានសម្រេចពួកវាក៏បានប្រើល្បិចដល់កំសាកលួបលួចធ្វើឃាតព្រះអង្គនៅថ្ងៃទី3ខែមេសាឆ្នាំ1973នេះជាអក្រិតកម្មមួយក្នុងចំណោមរាប់ម៉ឺនអក្រិតកម្មដែលពួកវាបានបង្កឡើងចំពោះព្រះសង្ឃនិងជនរួមជាតិខ្មែរព្រះសង្ឃនិងជនរួមជាតិខ្មែរទូទៅជានិច្ចកាលឆ្លាក់ជ្រៅនៅកំហឹងនេះជាមួយនឹងស្មារតីស្នេហាជាតិតស៊ូអង្អាចព្រះដេចប្រគុណអាចារ្យសឿងខានត្រូវបានសាធារណរដ្ឋសង្គមនិយមវៀតណាមទទួលស្គាល់ជាវីរមរណយុទ្ធជនបក្ខភិក្ខនិងប្រជាជនស្រុកវិញជ័រសែនសោកស្ដាយនិងដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះដេចប្រគុណអាចារ្យសឿងខានយើងខ្ញុំជាកុលបុត្រខ្មែរគ្រប់រូបតែងតែចងចាំនៅគំរូវីរភាពរបស់ព្រះអង្គទោះបីព្រះអង្គបានតលីប្រជជនជាង50ឆ្នាំហើយក្តីប៉ុន្តែបីដូចជានៅថ្មីដដែលយើងខ្ញុំសូមបួងសួងសូមឲ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបាននិមន្តទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ